ចំពោះកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ2026នេះយើងមិនមានធ្វើទេបែរជាមានកម្មវិធីមួយថ្មីដែលមានឈ្មោះថានគរសង្ក្រាន្តដែលនឹងធ្វើឡើងនៅក្នុងភ្នំពេញនៅឆ្នាំនេះចំពោះអង្គរសង្ក្រាន្តកាលឆ្នាំ2000យើងធ្វើឡើងនៅឆ្នាំ2025ដោយនៅក្នុងវីដេអូនេះគឺយើងធ្វើនៅមុខអង្គរវត្តកាលនោះមានភ្ញៀវជាតិនិងអន្តរជាតិប៉ុន្តែភាគច្រើនបំផុតគឺភ្ញៀវជាតិយើងច្រើនបងប្អូនខ្មែរយើងច្រើនណាស់នៅក្នុងកម្មវិធីនោះមានការសម្ដែង show ផ្សេងទាំងបុរាណខ្លះសម័យខ្លះហើយមានការចូលរួមពីបុគ្គលល្បីៗជាច្រើនដូចជា influencer មកពីក្រៅប្រទេសខ្លះ influencer នៅក្នុងប្រទេសយើងខ្លះហើយមានសម្ដេចនាយករដ្ឋមន្ត្រីមានលោកអបនាយករដ្ឋមន្ត្រីមានក្រុមយុវជនស្ម័គ្រចិត្តមានតារាល្បីជាច្រើននៅពេលដែលយើងមកមើលកម្មវិធីនេះគឺយើងឃើញតារាផ្ទាល់ជាច្រើនអ្នកហើយខ្ញុំក៏បានថតលេងផងដែរចឹងការសម្ដែងហ្នឹងមានយុវជនសម្ដែងខ្លះផងអ្នកខ្លះទៀតជាអ្នកសិល្បៈដែលមកចូលរួមស្ម័គ្រចិត្តមកពីភ្នំពេញដែលមានចំនួនច្រើនចំពោះអ្នកសម្ដែង show អ្នកសម្ដែងទស្សនីយភាពផ្សេងមួយចំនួនគឺមកពីតាមខេត្តនៅសៀមរាបនោះមានមួយចំនួនដែរដូចជាក្មេងៗនៅសាលាវត្តបោសម្ដែងជារបាំមេអំបៅហ្នឹងស្អាតមួយយ៉ាងនៅក្នុងកម្មវិធីដែលមានរយៈពេល3ថ្ងៃនេះមានច្រើនហោហែមានការហែក្បួនមានការសម្ដែងក្បាច់គុនល្បុក្កតោមានកីឡាមានការចាក់សាក់មានល្បែងប្រជាប្រិយច្រើនបែបវាយក្អមលេងទឹកផ្សេងដោយសារខែមេសាជាខែក្តៅជាងគេលេងទឹកឲ្យត្រជាក់ប៉ុន្តែជួនល្អដែរនៅក្នុងដែលយើងកំពុងឃើញនេះគឺមានរលឹមមកស្រេចនៅក្នុងពេលដែលមេឃកំពុងក្តៅខ្លាំងហើយមេឃសតុំនៅពេលដែលសម្ដេចនាយករដ្ឋមន្ត្រីបានមកដល់យើងឃើញមានភ្លៀងខ្លាំងមួយរយៈដែរចឹងរឿងត្រជាក់បន្តិចនៅពេលកម្មវិធីហ្នឹងក៏មានការស្រោចទឹកឲ្យត្រជាក់ដែរខាងបងអាជ្ញាធរគាត់មានឡានទឹកដើម្បីស្រោចដីឲ្យត្រជាក់បានខ្លះប៉ុន្តែអាកាសធាតុហ្នឹងគឺក្តៅខ្លាំងគឺស្រោចទឹកឲ្យនៅតែក្តៅដែរតែដោយសារនៅក្បែរកាសិនអង្គរនេះទស្សនវិជ្ជាដែលយើងកំពុងឃើញនេះគឺនៅមុខប្រាសាទអង្គរអញ្ចឹងចំហាយត្រជាក់ពីកាសិនហ្នឹងបានខ្លះដែរដែលជាការសម្ដែងនៅឈុតឆាកល្ខោនស្បែកធំដែលមានជាមួយនឹងការបង្ហាញជូនដោយក្រុមសិល្បករសិល្បករនេះដែលមកពីICT ចំពោះអ្នកទស្សនាអ្នកខ្លះមកពីខេត្តផ្សេងគាត់មកអញ្ចឹងមានចំនួនកក់កុញច្រើនហើយជាខ្ទង់10000អ្នកច្រើនដែរហើយមានការលក់អាហារលក់សម្ភារៈប្រើប្រាស់មួយចំនួនតាំងផលិតផលផ្សេងអញ្ចឹងបដូរបរិយាកាសមួយយ៉ាងពេលដែលយើងមើលកម្មវិធីសម្ដែងការហែក្បួនចប់យើងដើរញ៉ាំអាហារយើងដើរមើលការប្រគំតន្ត្រីច្រៀងចម្រៀងឬក៏ concert ផ្សេងឬក៏មើលល្បុក្កតោមើលវិចាក់ស័កអីចឹងទៅចំពោះខ្ញុំកម្មវិធីបែបនេះវាជាសិល្បៈដែលផុតពីមួយចំនួនទៅមួយចំនួនមានការប្រែប្រួលដូច្នេះហើយការថតជាឯកសារទុកមានវីដេអូសម្រាប់មើលបែបនេះរយៈពេល10ឆ្នាំ20ឆ្នាំឬច្រើនឆ្នាំ40-50ឆ្នាំទៅក្រោយទៀតយើងនឹងនឹកឃើញឬក៏រលឹកដល់អនុស្សាវរីយ៍ទាំងអស់នេះដូច្នេះហើយខ្ញុំបង្ហោះវីដេអូបែបនេះទុកពេលខ្លះទំនេរក៏បើកមើលចុចមើលខ្លួនឯងផងតែមួយរយៈអង្គរសង្ក្រាន្តហ្នឹងខ្ញុំមិនសូវឃើញមានអ្នកបង្ហោះច្រើនដែរមានខ្លះនៅតាម YouTube
ចឹងដូចជាមិនសូវសម្បូរដែរតែអញ្ចឹងទៅបានបរហោះទៅមានគេមើលច្រើនខេគួរសមដែរនៅពេលដែលលោកអ្នកកំពុងស្ដាប់នេះយើងឮសំឡេងតន្ត្រីគេប្រគំខ្លះដែរពេលគេសម្ដែង show សម្ដែងការដង្ហែក្បួនអីផ្សេងៗគឺមានតន្ត្រីលេងបដាផងដែរចំពោះក្រុមការងារយុវជនវិញគឺមានភាពសកម្មច្រើនជួយខាងចរាចរណ៍ផងជួយសម្រួលខាងកម្មវិធីបង្ហាញ show ដង្ហែក្បួនផងជួយរៀបសណ្ដាប់ធ្នាប់ផងចឹងក្រុមការងារសសយកហ្នឹងទៅស្រក់សស្រាមគ្រប់ទិសទីពេញទាំង3ថ្ងៃនៃការរៀបអង្គរសង្ក្រាន្តចឹងក្រុមការងារនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីចំពោះអ្វីដែលយើងឃើញនេះកូនសិស្សក្មេងៗហ្នឹងគឺតំណងជាសិស្សរបស់សាលាវត្តបូខ្ញុំអាចនឹងភ្លេចប៉ុន្តែដូចជានឹងហើយគឺបង្ហាញរបាំតិចទៀតនឹងរំជុំគ្នាហ្នឹងគឺស្អាតមួយយ៉ាងចំពោះការសម្ដែងផ្សេងទៀតយើងឃើញមានការច្នៃប្រឌិតរបស់ក្រមយុវជនហើយនឹងនិស្សិតស្ម័គ្រចិត្តចឹងឃើញមានភាពប្លែកអូនៅពេលនេះភ្លៀងមកមុំចឹងភ្លៀងក៏នាំឲ្យពួកគាត់រត់ទៅសប្បាយមួយយ៉ាងដែរចំពោះអ្នកមើលគាត់ដំបូងហាក់ដូចជាកិច្ចភ្លៀងប៉ុន្តែដល់ពេលយើងឃើញការសម្ដែងហ្នឹងគឺគ្មានភាពរអាក់រអួលអីទាំងអស់គឺគាត់សប្បាយពេញចិត្តរីករាយនឹងសម្ដែងនៅក្រោមពេលភ្លៀងនឹងតែម្ដងអញ្ចឹងក្នុងពេលហ្នឹងឯងដែលសម្ដេចនាយករដ្ឋមន្ត្រីមកដល់នៅក្នុងរបាំមានច្រើនប្រភេទពេករហូតដល់រៀបរាប់មិនអស់អញ្ចឹងនៅក្នុងពេលដែលសម្ដែងបដាហ្នឹងមានពិធីករនិងពិធីការិនី2នាក់គាត់ឈររាយរាប់រហូតថាការសម្ដែងនេះជារបាំអីជារបស់ក្រុមខាងណាជាស្ថាប័នណាហោហែរហូតពីដើមដល់ចប់អញ្ចឹងលម្អិតល្អណាស់ពេលដែលយើងស្ដាប់គាត់ទៅគឺដឹងឬក៏យល់ពីការហែក្បួនហ្នឹងចំពោះបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំឈរមើលទៅឃើញ influencer ច្រើនដែលចម្រុះលាយឡំគ្នានៅហ្នឹងពេលខ្លះបើយើងមិនចាប់អារម្មណ៍ទេគឺមិនដឹងថាមានច្រើនទេតាមពិតមានតារាមាន content creator ច្រើនមែនតើយើងក្រឡេកជុំវិញខ្លួនទៅចេះតែឃើញរហូតមានច្រើនចំពោះខាងក្រុមការងាររៀបចំនេះមានទាំងពេលដែលមានបញ្ហាសុខភាពមានអីចឹងទៅមានក្រុមការងារ first aid សង្គ្រោះបឋមអីផ្សេងឡានពេទ្យមានអីនៅខាងមុខអង្គរនេះកំពុងតែភ្លៀងខ្លាំងគឺចំពេលដែលសម្ដេចនាយករដ្ឋមន្ត្រីបានមកដល់ហើយភ្លៀងតែម្ដងអញ្ចឹងនេះជាពេលដែលយើងបានស្ដាប់កម្មវិធីសម្ពោធទេដំបូងទេគឺជាការវាយឃ្មោះវាយកងរបស់គណៈអធិបតីនេះជាកន្លែងដែលខ្ញុំថតទៅគឺវគ្គបញ្ចប់ទៅហើយអញ្ចឹងគណៈអធិបតីក៏ត្រឡប់ទៅវិញមានរដ្ឋមន្ត្រីច្រើនមាននាយករដ្ឋមន្ត្រីមានការរក្សាសន្តិភាពមានការរក្សាសន្តិសុខតឹងរឹងគួរសម
តការនៃពិធីដង្ហែក្បួនអង្គរសង្គ្រាមថ្ងៃទី1បានបញ្ចប់ប្រកបដោយភាពត្រជាក់ត្រជុំសូមសម្លេងហយខ្លាំងៗទាំងអស់គ្នាចាត្រជាក់អត់បងប្អូនដោយសារតែយើងចូលចិត្តគ្នាថតនេះទៅឃើញហាក់ដូចជាកក់កុញខ្លាំងដែរតាមពិតទៅក៏មានកម្រិតនៃចំនួនមនុស្សច្រើនណាស់ដែរហើយនេះសុទ្ធតែតារាអញ្ចឹងតារាច្រើនអ្នកស្គាល់មិនអស់ទេច្រើនហើយស្អាតបាតរៀបចំបែបស្លៀកពាក់បែបប្រពៃណីអញ្ចឹងខ្ញុំចូលថតនៅក្បែរពួកគាត់ហ្នឹងតែម្ដងទៅចាំទទួលរង្វាន់ទុកនៅកន្លែងយើងទុកព្រឹកមិញអរគុណច្រើនសូមអរគុណក្រុមទាំងឡាយក្បួនអង្គរសង្គ្រាមទាំងអស់គ្នាយាយចឹងដំណើរវិលត្រឡប់របស់គណៈអធិបតីនេះកំពុងបន្តហើយសកម្មភាពលេងកំសាន្តនៅបន្តទៅទៀតនេះជាអាយដាមបរិយារដ្ឋមន្ត្រីគាត់សំណេះសំណាលមួយសន្ទុះមុននឹងគាត់ត្រឡប់ទៅដែរព្រោះគាត់ដឹកនាំក្រុមយុវជនរៀបចំបានយ៉ាងល្អចំពោះកម្មវិធីទាំងមូលនេះយុវជនទាំងអស់គ្នាមានភាពសកម្មហើយសប្បាយចិត្តនឹងចូលរួមយើងឃើញមិញហ្នឹងក៏ influencer ច្រើនដែរនេះខាងវឌ្ឍនៈខ្ញុំចាំ influencer មិនអស់ទេអញ្ចឹងច្រើនពេកមានទាំងខ្មែរមានទាំងបរទេសថតរូបជាមួយពួកគាត់បានខ្លះដែរតែអត់បានដាក់រូបថតនៅក្នុងនេះមានតែវីដេអូហើយដើរគឺមើលនេះមើលអាយចុះឡើងច្រើនមានច្រើនហូរហែរហូតអញ្ចឹងដូចជាមិន3ថ្ងៃហ្នឹងគឺមានកម្មវិធីច្រើនមែនតើរហូតដល់អាចថាមិនសមនឹងលេងកំសាន្តដែរទេចំពោះថ្ងៃដំបូងគឺនៅក្នុងក្រុងក៏មានលេងកំសាន្តដែរប៉ុន្តែមានចំនួនតិចជាងមានកម្មវិធីតិចជាងនៅក្នុងបរិវេណមុខអង្គរវត្តមើលមានរូបមានអក្សរអង្គរសង្គ្រាមចំពោះពាក្យសង្គ្រាមមានការជជែកគ្នាដែរពាក្យថាសង្គ្រាមហ្នឹងគឺជាការផ្លាស់ប្ដូររាសីពីខែមួយទៅខែមួយទៀតឆ្លងពីខែមួយទៅខែមួយហៅថាសង្គ្រាមនេះគឺជាកីឡាករប៉ុន្តែពាក្យខ្មែរយើងមានមួយទៀតគេហៅថាត្រុតដូចយើងនៅខេត្តសៀមរាបឬខេត្តបាត់ដំបងឧស្សាហ៍មានរបាំមួយឈ្មោះថារបាំត្រុតពាក្យថាត្រុតតចង្រោស្រអកដស្រអេហ្នឹងត្រុតហ្នឹងប្រែថាដាច់ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីអញ្ចឹងឲ្យតែចូលឆ្នាំគឺតែងតែមានរបាំត្រុតតែតាមការពិតរបាំនោះគឺការឡើងនៅភាគខាងពីយកប្រទេសយើងនេះសិនឬក៏សាយភាយទៅពេញប្រទេសដែរចូលឆ្នាំខ្មែរមានរបាំត្រុតហ្នឹងគឺរបាំដែលរាំនៅពេលដែលឆ្លងឆ្នាំផ្ដាច់ឆ្នាំអញ្ចឹងអ្វីដែលយើងជជែកមិនដាច់ស្រេចរឿងសង្គ្រាមគឺថាសង្គ្រាមមានសង្គ្រាមដែលឆ្លងពីខែមួយទៅខែមួយគឺពីរាសីមួយទៅរាសីមួយទាំង12ប៉ុន្តែនៅពេលដែលឆ្លងខែពីខែនៃឆ្នាំចាស់ឆ្លងទៅឆ្នាំថ្មីយើងហៅថាមហាសង្គ្រាមដូច្នេះមានថ្ងៃមួយនៅក្នុងកម្មវិធីចូលឆ្នាំខ្មែរដាក់ថាថ្ងៃមហាសង្គ្រាមឬក៏ថ្ងៃសង្គ្រាមហ្នឹងគឺថ្ងៃឆ្លងឆ្នាំគឺផ្ដាច់ចូលឆ្នាំថ្មីហើយក៏មានការជជែកផងដែរថាកាលពីសម័យមុនការចូលឆ្នាំខ្មែរនេះពិធីបុណ្យចូលឆ្នាំខ្មែរហ្នឹងគឺធ្វើនៅខ្ទង់ខែមករាខែរៀងត្រជាក់ដែរមករាឬកុម្ភៈនិយាយទៅគឺខែហ្នឹងរឿងបរិយាកាសត្រជាក់គួរសមសប្បាយគួរសមជាពេលដែលឆ្លងឆ្នាំហើយកាលពីសម័យមុនខ្មែរយើងប្រើប្រកដីតិនដែលហៅថាប្រតិទិនហ្នឹងច័ន្ទគតិគឺតាមដំណើររបស់ព្រះច័ន្ទក្រោយមកយើងប្រើសូរ្យគតិដូចសប្តាហ៍ថ្ងៃនេះប៉ុន្តែតាមការពិតទៅភាគច្រើនយើងនៅសល់ប្រើទាំងពីរទាំងច័ន្ទគតិផងសូរ្យគតិផង
ហើយឆ្នាំសុរិយកតេគឺនៅថ្ងៃទី1មករាជាឆ្នាំថ្មីថ្ងៃទី31ធ្នូជាឆ្នាំចាស់ដល់ថ្ងៃទី1មករាគឺឆ្នាំថ្មីដូច្នេះបើយើងនិយាយថាយើងអនុលោមតាមសុរិយកតេមានន័យថាយើងចូលឆ្នាំនៅថ្ងៃទី1ខែមករាតែតាមការពិតទៅយើងនៅតែប្រើក្បួនចាស់គឺយើងប្រើសុរិយកតេប្រើចន្ទគតិច្រើនជាងដែរចំពោះចំណុចនេះអ្នកដែលរៀនចេះដឹងរឿងហ្នឹងសូមជួយខមមិនប្រាប់បន្ថែមផងក្រែងលោនិយាយទៅហ្នឹងខុសឆ្គងខ្វះខាតឬក៏លើសលួសត្រឡប់មកនៃការបង្ហាញ show ផ្សេងៗហ្នឹងគឺមានពីព្រឹករហូតដល់ល្ងាចដល់ល្ងិតតែម្ដងអញ្ចឹងយើងជួប influencer ច្រើនគាត់មកថតលេងកំសាន្តគាត់ចូលរួមផ្សព្វផ្សាយប៉ុន្តែចំពោះខ្ញុំមិនសូវឃើញវីដេអូសង្ក្រាន្តហ្នឹងបង្ហាញច្រើនប្រហែលជាខ្ញុំ search ទៅមិនឃើញអញ្ចឹងឃើញខ្លះនៅតាម YouTube តែចំពោះខ្ញុំបង្ហោះវីដេអូចូលឆ្នាំនេះកាលឆ្នាំមុនមានអ្នកមើលច្រើនប្រហែលជាខ្មែរយើងនៅបរទេសនៅអាមេរិកនៅបារាំងនៅកាណាដាដែលគាត់ទៅរស់នៅឯក្រៅហ្នឹងគាត់ធ្វើសង្ក្រាន្តដែរប៉ុន្តែឆ្លៀតពេលក៏គាត់ចុចមើលថានៅប្រទេសខ្មែរមានកម្មវិធីអីខ្លះចឹងទៅគាត់ក៏មើលវីដេអូនឹងបានច្រើនចឹងវីដេអូខ្ញុំបង្ហោះឆ្នាំមុនតែតងសង្ក្រាន្តហ្នឹងគឺមានអ្នកមើលច្រើនរាប់ម៉ឺនដែររាប់ម៉ឺន view ដែរចំពោះថ្នាក់ដឹកនាំរបស់យើងមានរដ្ឋមន្ត្រីផ្សេងដែលគាត់បានមកផ្ដល់កិត្តិយសចូលរួមហ្នឹងគឺមានការស្លៀកពាក់បែបប្រពៃណីច្រើនដែរឃើញថាសមសួនសមរម្យស្អាតបាតសម្លៀកបំពាក់ប្រពៃណីចូលឆ្នាំខ្មែរធម្មតាជាថ្ងៃពិសេសមួយដែលប្រជាជនយើងទូទៅធ្វើកម្មវិធីចូលឆ្នាំពាសពេញប្រទេសកម្មវិធីធំដូចអង្គរសង្ក្រាន្តនេះសម័យក្រោយមកនេះយើងក៏ធ្វើទៅតែពីពេលមុនមកគឺកម្មវិធីភាគច្រើនធ្វើនៅភ្នំពេញធំដុំហើយខេត្តទូទៅក៏ប្រារព្ធពិធីចូលឆ្នាំយ៉ាងសប្បាយរីករាយគ្រប់ទិសទីទាំងអស់ជាពិសេសនៅតាមវត្តចំពោះបទពិសោធន៍ខ្ញុំនៅបាត់ដំបងគឺវត្តជាកន្លែងប្រារព្ធពិធីចូលឆ្នាំធំដុំជាទូទៅមានការប្រគំតន្ត្រីមានល្ខោនមានការលក់នំចំណីមានការលេងល្បែងប្រជាប្រិយផ្សេងបោះអង្គញ់ទាញព្រាត់គ្រប់សពទាំងអស់ពិធីទាញព្រាត់មិត្តភាពអង្គរសង្ក្រាន្តឆ្នាំ2025ដល់ពេលចាប់ផ្ដើមយើងខ្ញុំសូមប៉ុន្តែគំនិតផ្ដួចផ្ដើមរបស់ខាងក្រុមការងារសសយកបានធ្វើឲ្យទេសចរយើងសម្រុកមកលេងខេត្តសៀមរាបនឹងច្រើនកកកុញដែរអញ្ចឹងតាមការពិតគំនិតផ្ដួចផ្ដើមធ្វើកម្មវិធីធំដុំរបស់ជាតិបែបនេះវាជួយរួមចំណែកដល់ទេសចរផងដល់ភាពរីករាយសុខដុមរមនារបស់ប្រជាជនដែរហើយជួយដល់សេដ្ឋកិច្ចច្រើនពីព្រោះកម្រិតនៃការចាយវាយដើរកំសាន្តរបស់ប្រជាជនយើងពេលយើងចាយប្រាក់កាសទៅគ្មានអ្នកណាផ្សេងក្រៅពីខ្មែរដូចគ្នាបានទទួលផលគាត់អ្នកលក់ដូររ៉ូស៊ីហ្នឹងក៏គាត់ចំណេញកាក់កបដល់ពេលនោះដែរចំពោះការលក់ដូរនៅក្នុងរដូវចូលឆ្នាំកាលឆ្នាំ2025ដែលយើងកំពុងមើលនេះក៏ការលក់ដូរមិនជាថ្លៃណាស់ណាពេកដែរសមរម្យទទួលយកបានគឺប្រហែលនឹងថ្ងៃធម្មតាដែរចឹងអ្វីដែលយើងបានឃើញបាញ់មិញនេះគឺការទាញព្រាត់ហ្នឹងមានប្រវែង200ម៉ែត្រចឹងវែងណាស់ហើយអ្នកចូលរួមមានចំនួនច្រើនហើយសប្បាយមួយយ៉ាងដែរយើងជាអ្នកចូលរួមឈរមើលហ្នឹងក៏យើងបានចូលរួមដែរគេអនុញ្ញាតឲ្យទាញជាមួយគ្នាដែរហើយសប្បាយគ្រប់យ៉ាងមិនមែនត្រឹមតែការទាញព្រាត់ទេមានកម្មវិធីច្រើនចឹងខ្ញុំសូមឆ្លេះតែត្រឹមនេះសិនជួបគ្នានៅវីដេអូក្រោយអំពីព្រឹត្តិការណ៍ផ្សេងថែមទៀត
គោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយបង្គំនិងគោរពសម្ដេចទ្រង់លោកជំទាវឯកឧត្តមលោកស្រីអស់លោកជាគណៈអធិបតីជាទីគោរពបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ជាទីគោរព